ភ្លាមនោះគាត់ក្រឡេកទៅខាងក្រោយក៏ស្រាប់តែបានប្រទះឃើញសត្វក្រពើយក្សពីរក្បាលមួយមានពណ៌ខ្មៅមួយមានពណ៌សក្រពើទាំងពីរក្បាលនេះធំណាស់ដែលគេឲ្យឈ្មោះថាក្រពើយក្សយាមផ្លូវនៅភូមិបងបត់ក្រោយពីឃើញក្រពើធំទាំងពីរក្បាលនេះលោកអ៊ំរឿនកេះកូនប្រុសរួចចង្អុលគាត់និយាយថានោះកូនគឺជាសត្វក្រពើឯងឃើញដែរឬទេឃើញអត់សម្រិតងាកទៅមើលក៏បានឃើញថាមានសត្វក្រពើយក្សពីរក្បាលធំណាស់គឺធំយកតែមែនតែនក៏ប៉ុន្តែមួយពណ៌ខ្មៅមួយពណ៌សភ្លាមនោះសត្វក្រពើពណ៌សក៏បាននិយាយថាអ្នកទាំងពីរចូលឈ្លានពានមកចូលទឹកដីរក្សាសិលរបស់ភូមិបងបត់មើលទៅអ្នកទាំងពីរប្រហែលជាមិនអាចចេញពីទីកន្លែងនេះបានទេភ្លាមនោះអ៊ំរឿនក៏បានដើរចូលទៅចិត្តរួចហើយគាត់ក៏បានទុកកំភ្លើងលិតចង្កង់សំពះ3ដងនៅហើយនិយាយថាអ្នកទាំងពីរគឺជាសត្វដ៏ស័ក្តិសិទ្ធិមានបារមីខ្ញុំទាំងពីរអ្នកនេះធ្វើដំណើរចូលមកដោយសារតែជីវភាពគ្មានកម្រងចង់ចូលមកបំពេញទីកន្លែងស្ងប់ស្ងាត់នោះទេសូមលោកទាំងពីរឲ្យពួកខ្ញុំធ្វើដំណើរចេញពីទីកន្លែងនេះទៅពួកខ្ញុំសូមស្បត់ហើយនឹងសូមសន្យាថ្ងៃមុខថ្ងៃក្រោយលែងបំពេញចូលទីកន្លែងនេះទៀតហើយសូមទុកជីវិតឲ្យពួកខ្ញុំទាំងពីរផងក៏ប៉ុន្តែក្រពើពណ៌ខ្មៅក៏បាននិយាយថាពួកឯងបានមកបំពេញមកចូលដល់ទីកន្លែងនេះហើយពួកឯងត្រូវតែស្លាប់ហើយក៏ប៉ុន្តែក្រពើពណ៌សក៏បាននិយាយវិញថាឥឡូវនេះក្នុងចំណោមពួកឯងទាំងពីរនាក់ខ្ញុំឲ្យម្នាក់ចេញពីទីកន្លែងនេះតើអ្នកណាសុខចិត្តនៅធ្វើជាចំណីរបស់ក្រពើពណ៌ខ្មៅភ្លាមនោះអ៊ំរឿនគាត់ក៏បានលើកដៃសំពះរួចហើយនិយាយទាំងទឹកភ្នែកថាអស់សัตว์ដ៏មានឫទ្ធិអ្នកទាំងពីរសម្រាប់ខ្ញុំទៅខ្ញុំចាស់ហើយខ្ញុំជាអ្នកសាងអំពើបាបច្រើនខ្ញុំក៏ធ្លាប់ចូលមកប្រមាញ់សัตว์នៅទីនេះអស់រយៈពេលរាប់សិបឆ្នាំមកហើយអ្នកទាំងពីរសម្រាប់ខ្ញុំចោះទុកឲ្យកូនប្រុសរបស់ខ្ញុំចេញពីទីកន្លែងនេះទៅគេនៅក្មេងគេនៅមានអនាគតវែងឆ្ងាយសូមទុកជីវិតឲ្យគេផងក៏ប៉ុន្តែពេលនោះអ្នកកំឡោះសម្រិតរបស់យើងក៏បានលិតចង្កង់ហើយសំពះដូចគ្នារួចហើយក៏និយាយថាសត្វក្រពើសម្រាប់ខ្ញុំទៅហើយពុកខ្ញុំចាស់ហើយគាត់មិនទាន់បានរក្សាសិលអីផងសូមឲ្យគាត់បានទៅធ្វើបន់ធ្វើទានជីវិតរបស់ខ្ញុំនេះគឺគាត់អ្នកទាំងពីរជាអ្នកបង្កើតឡើងឪពុកម្ដាយរបស់ខ្ញុំមានគុណលើខ្ញុំណាស់បើសិនជាចង់ស៊ីសាច់នោះស៊ីខ្ញុំទៅឪពុកកូនទាំងពីរអ្នកប្រកែកគ្នាចុះឡើងនៅពេលនោះក្រពើពណ៌សនិយាយថាអ្នកទាំងពីរឥឡូវនេះច្រកទ្វារបានបើកហើយអ្នកទាំងពីរចូលមកស្រួលចេញទៅវិញគឺពិបាកបើសិនជាច្រកនេះបិទប្រកាសជារកផ្លូវទៅវិញមិនឃើញនោះទេឥឡូវនេះប្រយ័ត្នអស់ពេលវេលាបើសិនជាគ្មានអ្នកណាម្នាក់ចេញពីទីកន្លែងនោះទេប្រកាសជាស្លាប់ទាំងពីរអ្នកពិតជាមិនខាននោះទេអ៊ំរឿងក្រឡេកមើលមុខកូនប្រុសរួចហើយគាត់និយាយទាំងទឹកភ្នែកថាសម្រិតឯងចេញទៅពុកនៅទីកន្លែងនេះពុកសាងអំពើបាបច្រើនណាស់ពុកទេជាអ្នកសម្លាប់សត្វព្រៃមិនតាក់ទងនឹងកូនទេកូនចេញទៅក៏ប៉ុន្តែសម្រិតក៏ចាប់ផ្ដើមថ្វាយបង្គំទៅកាន់លោកពុករបស់ខ្លួនអ្នកកំឡោះ20ឆ្នាំជាងនេះបាននិយាយថាលោកពុកធ្វើអំពើបាបសពគ្រប់បែបយ៉ាងគឺដើម្បីកូនប្រុសម្នាក់នេះឥឡូវនេះកូនប្រុសសូមឲ្យកូនបានតបស្នងសងគុណលោកពុកវិញម្ដងទៅពុកសម្រាប់សត្វជាច្រើនដើម្បីគ្រប់ខ្ញុំឥឡូវនេះពុកចាក់ចេញពីទីកន្លែងនេះទៅរក្សាសិលធ្វើបន់ធ្វើទានទៅព្រោះថាពុកមានវ័យជ្រេកូនប្រុសនៅទីកន្លែងនេះសុខចិត្តធ្វើជាចំណីសត្វក្រពើកូនសូមបង្វបំពេញបំណងកូនជាលើកចុងក្រោយទៅពុកនៅក្នុងពេលនោះអ៊ំរឿងគាត់ក៏មិនដឹងប្រកែកយ៉ាងម៉េចដោយសារតែកូនប្រុសរបស់គាត់អង្វរទៅហើយក៏ប៉ុន្តែគាត់បាននិយាយទៅកាន់កូនប្រុសថាកូនប្រុសកូនឯងនេះពិតជាអកតញ្ញូណាស់បើសិនជាពុកចេញពីទីកន្លែងនេះទៅពុកសូមសច្ចាពុកនឹងធ្វើបុណ្យធ្វើទានឧទ្ទិសកុសលឲ្យកូនសូមឲ្យវិញ្ញាណក្ខន្ធកូនទទួលបានមគ្គផលពីពុកផងចោះពុកសុំទោសដែលពុកមិនអាចជួយទៅកាន់កូនបានពីពេលនេះទៅអ៊ំរឿងគាត់ក៏ចាប់ផ្ដើមក្រោកឈររួចហើយសម្លឹងទៅកាន់កូនប្រុសនៅក្នុងពេលនោះគាត់ក៏ចាប់ផ្ដើមធ្វើដំណើរចេញពីច្រកទ្វារដែលគេបានបង្ហាញនៅពេលដែលអ៊ំរឿងចេញបានបន្តិចស្រាប់តែអ្វីគ្រប់យ៉ាងក៏បានរលាយរលត់សត្វក្រពើខ្មៅទាំងពីរក៏មិនឃើញកូនប្រុសរបស់គាត់ក៏មិនឃើញដែរអ៊ំរឿងក៏ចាប់ផ្ដើមមានអារម្មណ៍សោកសៅរួចហើយគាត់ក្រឡេកទៅមើលខាងក្រោយក៏ស្រាប់តែបានឃើញដើមឈើធំមួយហើយក៏មានសត្វឆ្លុះធំមួយក្បាលផងដែរលោកអ៊ំក៏បានដឹងច្បាស់ថានេះគឺជាសត្វឆ្លុះដែលកូនប្រុសរបស់គាត់ប្រមាញ់បាននឹងឯងអ៊ំរឿងក៏ចាប់ផ្ដើមស្រែករហូយំរួចហើយក្រឡេកមើលក្រោយលុតចង្គង់កន្ទុកកន្ទែងនិយាយឡើងថាកូនប្រុសអកតញ្ញូរបស់ពុកសុំទោសនៅពេលដែលពុកត្រឡប់ទៅដល់ផ្ទះសម្បែងពុកនឹងសន្យានឹងធ្វើតាមសម្ដីកូនឈប់សម្លាប់សត្វឈប់ប្រមាញ់សត្វទៀតហើយទោះបីពុកស្លាប់ក៏ដោយអត់អាហារហូបក៏ពុកត្រូវតែរក្សាសិលឈប់សម្លាប់សត្វចាប់ពីថ្ងៃនេះតទៅក្រោយពីយំសោកសៅមួយសន្ទុះព្រះអាទិត្យក៏ចាប់ដើមលិចបាត់មេឃក៏ចាប់ដើមងងឹតភ្លាមនោះគាត់ក៏ចាប់ដើមដើរសម្ដៅទៅរកសត្វឆ្លុះដ៏ធំមួយក្បាលនៅក្នុងពេលនេះគ្រប់យ៉ាងបាត់បង់ទៅហើយ
ហើយគាត់ក៏មិនត្រូវការសត្វឆ្លុះនោះដែរធ្វើដំណើរត្រឡប់ទៅផ្ទះនោះទេលោកអ៊ំក៏បានសំពះទៅកាន់សត្វឆ្លុះរួចនិយាយថាសត្វនេះគឺជាសត្វស្លាប់ចុងក្រោយដោយស្នាដៃកូនប្រុសរបស់ខ្ញុំចូលឯងទៅកាន់សុគតិភពគាត់ក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីកន្លែងនេះទៅក៏ប៉ុន្តែគាត់បាននិយាយថាសូមឯងទៅកាន់សុគតិភពខ្ញុំមិនយកឯងទៅផ្ទះសម្បែងនោះទេឲ្យខ្ញុំសុំទោសក្រោយពីពេលនោះទៅគាត់ក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីកន្លែងនោះទៅដោយសារតែនៅក្នុងចិត្តរបស់គាត់នឹកស្រណោះទៅកាន់កូនប្រុសរបស់គាត់នឹងឯងយកកាន់តែជ្រៅនៅទីកន្លែងនេះកាន់តែគួរឲ្យខ្លាចដោយសារតែពពួកអមនុស្សបិសាចជាច្រើនខ្លាំងណាស់សំឡេងសើចគួរឲ្យខ្លាចក៏ចាប់ផ្ដើមកើនឡើងនៅពីខាងក្រោយខ្នងរបស់គាត់ក្រោយពីសំឡេងនោះលោកអ៊ំក៏ចាប់ផ្ដើមក្រឡេកមកក្រោយស្រាប់តែបានឃើញភ្នែកក្រហមជាច្រើនកំពុងតែរត់មកខាងក្រោយខ្នងរបស់គាត់លោកអ៊ំរឿងបានឃើញច្បាស់បានឃើញបរិមមានរូបរាងពណ៌ខ្មៅអង្គុយលើខ្នងជ្រូកព្រៃភ្នែកដកក្រហមសម្បើមមួយក្បាលពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យរន្ធត់រួចហើយក៏ចាប់ផ្ដើមរត់គេចចេញពីទីកន្លែងនេះសម្រាប់ពួកអមនុស្សព្រាយបិសាចស្រែកបណ្ដាហោះតាមគាត់បណ្ដាធ្វើឲ្យអ៊ំមានអារម្មណ៍ភ័យតក់ស្លុតសឹងតែតូនចង្គង់លិតនៅទីកន្លែងនោះបាត់ទៅហើយមួយផ្លែតក្រោយមកក៏ស្រាប់តែបពួកអមនុស្សក៏ចិត្តចូលមកដល់ភ្លាមនោះស្រាប់តែមានសច្ចាំងស្លៀកពាក់ពណ៌ស្រក៏ចាប់ផ្ដើមបង្ហាញខ្លួនចេញមកអមនុស្សនឹងស្ដេចបិសាចដែលបានជិះនៅលើខ្នងសត្វជ្រូកព្រៃនោះបន្ទាប់ពីឃើញតាសច្ចាំងស្លៀកពណ៌សវាក៏ចាប់ផ្ដើមឈប់ត្រឹងរួចហើយសម្លឹងចុះសម្លឹងឡើងភ្លាមនោះលោកអ៊ំបានឃើញលោកតាសច្ចាំងគាត់ក៏ចាប់ផ្ដើមលុតជង្គង់សំពះរួចហើយនិយាយថាលោកអីសីសច្ចាំងលោកអីសីសច្ចាំងខ្ញុំសូមអង្វរសុំទោសខ្ញុំគ្មានគោលបំណងចូលទៅបំពេញនៅក្នុងដែនព្រៃនោះទេសច្ចាំងស្លៀកពាក់ពណ៌សបាននិយាយថាអ្នកព្រានបានដឹងខុសហើយឥឡូវនេះខ្ញុំមកជួយព្រាននោះទេនៅពេលនេះព្រានឯងកំពុងមានគ្រោះថ្នាក់ក្រោកឡើងហើយលាបាត់ដៃមករកខ្ញុំក្នុងពេលនោះអ៊ំរឿងក៏បានក្រោកឡើងទាំងទឹកភ្នែករួចហើយក៏និយាយលាបាត់ដៃសំដៅទៅរកអ្នកសច្ចាំងក៏បានឲ្យប្រទាលមួយដែលមានពន្លឺខៀវព្រាលក្រោយមកគាត់ក៏បាននិយាយថាណែព្រានចាប់ធ្វើដំណើរចេញពីទីកន្លែងនេះទៅប្រទាលស័ក្តិសិទ្ធិនេះនឹងអាចការពារព្រានពីប្រព្រឹត្តអមនុស្សបិសាចមិនឲ្យធ្វើអ្វីទៅកាន់ព្រានបាននោះទេព្រានឯងដឹងអត់អ្នកដែលធ្វើដំណើរចូលមកទីកន្លែងនេះស្លាប់បាត់បង់ជីវិតតាមពិតទៅគ្មានពាក់ព័ន្ធអីជាមួយនឹងអ្នកសច្ចាំងនោះឡើយគឺពួកវានេះឯងតាមពិតទៅពួកវានេះចាំតែសម្រាប់ពពួកព្រាននិងមនុស្សទាំងឡាយដែលធ្វើដំណើរចូលមកកាន់ទីកន្លែងនេះម្នាក់ដែលជិះលើខ្នងជ្រូកព្រៃមានសម្បុរពណ៌ខ្មៅក្រឹបភ្នែកក្រហមនោះគឺជាស្ដេចបិសាចដែលមានអានុភាពវាអាចគ្រប់គ្រងទៅលើពពួកអមនុស្សទាំងឡាយនៅក្នុងដែនព្រៃនេះឥឡូវនេះខ្ញុំនឹងកម្ចាត់ពួកវានិងបណ្ដេញពួកវាឲ្យចេញពីទីកន្លែងនេះបើអញ្ចឹងទេខូចឈ្មោះទីកន្លែងភូមិបងបត់របស់អ្នកសច្ចាំងអស់ហើយដោយសារតែមនុស្សចូលមកស្លាប់គេគិតថាភូមិសច្ចាំងនេះគឺជាភូមិតៃហោងចាំតែសម្លាប់មនុស្សនៅក្នុងពេលនោះទើបអ៊ំរឿងគាត់បានដឹងចម្លើយដែលកូនប្រុសរបស់គាត់បានសួរកាលពីថ្ងៃមិញតាមពិតទៅរឿងហេតុទាំងអស់នេះគឺអញ្ចឹងសោះអ្នកសច្ចាំងមិនបានប៉ះពាល់ទៅកាន់មនុស្សទេក៏ប៉ុន្តែគឺជាបិសាចដែលបានជិះនៅលើខ្នងជ្រូកព្រៃនោះទេជាអ្នកចាំសម្លាប់មនុស្សនៅក្នុងដែនព្រៃ